គូស្វាមីភរិយាទេពព្រឹកនិងជីដាវីតថ្កោលទោសថៃចំពោះការប្រមាថសាសនានិងទេវរូបតំណាងអំណាចនៃចក្រវាឡបន្ទាប់ពីកងទ័ពថៃឈ្លានពាននិងបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកថ្កោលទោសជាខ្លាំងក្នុងនោះដែរគូស្វាមីភរិយាតារាចម្រៀងលោកជីដាវីតនិងទេពព្រឹកបានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់ថៃលើវិស័យសាសនាតារាចម្រៀងរ៉េបលោកជីដាវីតនិងទេពព្រឹកបានរៀបរាប់ថាក្នុងនាមខ្ញុំនិងភរិយាជាអ្នកដែលបាននៅដល់ការគោរពប្រណិប័តសាសនាបុព្វបុរសព្រមទាំងការគោរពលំអោនលំទោនប្រកាន់ភ្ជាប់នៅការគោរពសិទ្ធិលទ្ធិទេវរាជនិងត្រីមូរតីសូមប្រកាសថ្កោលទោសដល់ពូជអម្បូរថៃដែលជាអម្បូរនៃឃាតករសាសនាការប្រមាថចំពោះទេវរូបដែលតំណាងឲ្យអំណាចនៃចក្រវាឡទោសនេះនឹងធ្លុះធ្លាយធ្លាក់ជាភ្លើងធ្លាក់ចំកណ្ដាលលួងកែវបិសាចនៃអម្បូរថ្មើរយ៉ាងប្រកបជាក់នាពេលដ៏ខ្លីខាងមុខដោយអំណាចនៃស្ដេចអាថានបុព្វបុរសនិងកំណត់ជោគវាសនាជនទាំងនោះឲ្យជាប់នៅក្នុងវាលដែលដុតរង្គាលដោយភ្លើងសូមឲ្យសម្លេងឧទ្ទិសស្ថាននៃសាវកទូទាំងទ្វីបដែលបាននឹងឲ្យសូមដល់ទ្រង់សូមឲ្យមានអានុភាពកំទេចពូជសាសន៍ដែលបានប្រឌិតស្ថានទុកជាទីគោរពប្រណិប័តដ៏ខ្ពង់ខ្ពស់បំផុតមិនត្រឹមតែគូស្វាមីភរិយាលោកជីដាវីតនិងទេពព្រឹកប៉ុណ្ណោះទេដែលចេញមកកោតទោសចំពោះទង្វើអាក្រក់របស់ថៃសូម្បីតែមហាជនទូទាំងក្នុងនិងក្រៅប្រទេសបានសម្ដែងនូវការសោកស្ដាយនិងថ្កោលទោសការវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងទឹកដីប្រទេសកម្ពុជាផងដែរគួរបញ្ជាក់ផងដែរថាបន្ទាប់ពីកងទ័ពថៃបានឈ្លានពាននិងវាយកំទេចរូបទេវរូបក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកថ្កោលទោសជាខ្លាំងជាក់ស្ដែងក្រសួងធម្មការនិងសាសនាស្នើដល់សាសនិកទូទាំងពិភពលោកនិងសហគមន៍អន្តរជាតិថ្កោលទោសសកម្មភាពថ្មើរអត់សាសនារបស់កងទ័ពឈ្លានពានថៃដែលបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាក្រសួងធម្មការនិងសាសនាចេញញត្តិថ្កោលទោសការវាយកំទេចរូបសំណាកទេវរូបក្នុងដែនអធិបតេយ្យភាពនៃប្រជាណាចក្រកម្ពុជា